ឡានក្រុងរបស់វៀតណាមនៅតែបន្តបើកបរឆ្លើយនៅលើបណ្ដោយផ្លូវជាតិលេខ1ពលគឺមិនខ្លាចបង្កគ្រោះថ្នាក់ទៅដល់អ្នកធ្វើដំណើរនៅលើដងផ្លូវនោះឡើយចុយម៉ែកិច្ចចុយម៉ែកិច្ចចុយម៉ែហើយចុយម៉ែនោះកិច្ចរំតោទៀតចុយម៉ែមើលទៅអត់ដល់ល្បីអូអត់ព្រោះទៀតម៉ែតិចតោរូបភាពដែលបងប្អូនកំពុងតែទស្សនានេះគឺជាសកម្មភាពរថយន្តក្រុងរបស់វៀតណាមបានបើកបរនៅលើបណ្ដោយផ្លូវជាតិលេខ1ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវនោះបានថតបង្ហោះក្នុងបណ្ដាញសង្គមដែលស្ដែងអំពីសកម្មភាពបើកបរយ៉ាងឆ្លើយក៏ក្លឿនហាក់គ្មានខ្លាចគ្រោះថ្នាក់បន្តិចសោះតែម្ដងពលគឺវ៉ាជែងគ្មានរបៀបដែលផ្លូវកំពុងតែចង្អៀតគឺគាត់បើកបរដោយមិនខ្លាចគ្រោះថ្នាក់តែម្ដងហើយហេតុការណ៍នេះគឺយើងមើលទៅពិតជាគ្រោះថ្នាក់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវមិនដឹងអីដោយសារតែរថយន្តរបស់គាត់បើកបរឆ្លើយបែបនេះអញ្ចឹងតាមរយៈវីដេអូនេះក៏សូមសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធនៅលើបណ្ដោយផ្លូវជាតិលេខ1សូមមេត្តាពិនិត្យមើលជុំវិញទៅនឹងសកម្មភាពតែកង់ឡានក្រុងរបស់វៀតណាមដែលបើកឆ្លើយបែបនេះហៅមកអប់រំណែនាំផងកន្លងមកយើងឃើញថាធ្លាប់មានឡានក្រុងមួយចំនួនត្រូវបានសមត្ថកិច្ចធ្វើការកោះហៅអប់រំណែនាំដែរប៉ុន្តែនៅតែមានតែកង់ឡានក្រុងវៀតណាមមួយចំនួនទៀតនៅតែបន្តសកម្មភាពនេះដដែលសូមទស្សនាคลิปវីដេអូដែលបងប្អូនប្រជាពលរដ្ឋថតបង្ហោះក្នុងបណ្ដាញសង្គមដូចតទៅចុយម៉ែទៅដាក់លើសុំលើទៅតែគេមកពីមុខអាប្រុសគេមកពីមុខចុយម៉ែកិច្ចចុយម៉ែកិច្ចចុយម៉ែហើយចុយម៉ែនោះកិច្ចរំតោទៀតចុយម៉ែមើលទៅអត់ដល់ល្បីអូអត់ព្រោះទៀតមកទៀតអត់ទៀតគេបន្តចុយម៉ែតិចតោទៀត